សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននៅកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃផងដែរខ្ញុំសូមណែនាំនៅឈុតម៉ូទ័របូមទឹកសូឡាមកគឺភេដាតែប្រភេទនេះគឺជាប្រភេទម៉ូទ័របូមទឹកសូឡាទម្លាក់អណ្ដូងប្រភេទ DC សុតតួ2អ៊ីងឬ50ដែលយើងធ្វើការទម្លាក់ក្នុងអណ្ដូងជម្រៅ28ម៉ែត្រចំពោះម៉ូទ័របូមទឹកនេះគឺយើងធ្វើការដំឡើងជាមួយនឹងផ្ទាំងសូឡាកម្លាំង600វ៉ាត់កញ្ចក់សងខាងចំនួន1ផ្ទាំងតែប៉ុណ្ណោះចំពោះម៉ូទ័របូមទឹកតួ2អ៊ីងនេះគឺយើងធ្វើការដំឡើងជូនអតិថិជននៅស្រុកស្អាងដែលប្រភេទម៉ូទ័រនេះគឺអាចធ្វើការបូមទឹកបានបរិមាណទឹក 2.5 ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់រុញបានរហូតទៅដល់50ម៉ែត្រដែលប្រភេទនេះគឺយើងធ្វើការដំឡើងដើម្បីបូមទឹកដាក់ស្តែនសម្រាប់អតិថិជនប្រើប្រាស់ចំពោះប្រភេទម៉ូទ័របូមទឹកសូឡាតួ2អ៊ីងនេះស័ក្តិសមសម្រាប់អតិថិជនធ្វើការដំឡើងដើម្បីស្រោចស្រពដំណាំតាមផ្ទះឬក៏ប្រើប្រាស់បូមដាក់ស្តែនជាដើមម៉ូទ័របូមទឹកម៉ាកគីបភេដាពិតជាជួយសន្សំចៃថវិកានិងពេលវេលាចំណាយតិចចំណេញច្រើនចំណាយតែម្ដងប្រើប្រាស់បានរហូតនិងតម្លៃសមរម្យមិនប្រើប្រាស់អគ្គិសនីរដ្ឋឬប្រើប្រាស់ម៉ាស៊ីនភ្លើងដើម្បីជំនួយនោះទេយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទម៉ូទ័រនិងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំងសូឡាផងដែរ